អីក៏ចិត្តងាយម្ល៉េះនិយាយទូរស័ព្ទមិនបាន2នាទីផងក៏រៀបវ៉ាលីរៀបអីឡើងឡានទៅជាមួយគេហើយនងគ្មានអ្នកណាគេទេគឺម៉ាក់អូនមកនិចនឹងឯងនិយាយទូរស័ព្ទមួយប៉ាប៉ាបានប្រហែល2នាទីប៉ាប៉ាថាតោះរៀបវ៉ាលីរៀបខោអាវមកកំពុងសោមហើយអូនមុខនេះណារំភើបជាងម៉ាក់ទៅទៀតឮថាទៅលេងសមុទ្រចេញពីសៀមរាបម៉ោង1កន្លះមកដល់នៅផ្លូវលបឿនលឿននេះម៉ោង7:07ទៅហើយអីអើយចាស់ល្មមស្បែកជើងអូមកដល់ផ្លូវលបឿនលឿនទៅកំពង់សោមហើយទៅរំតែមកដល់ក្រុងកំពង់សោមហើយរកអីញ៉ាំមកដល់អូតែលម៉ោង9កន្លះយប់ហើយនៅគេងចិត្តកំពង់ផែទៀតណាមើលទៅឃើញកំពង់ផែហើយនេះស្ថានភាពលើភ្នំដោយសារតែមកអត់មានកម្រងអញ្ចឹងអត់បាន booking មុនទេគឺថា walk in ចូលតែម្ដងគេនៅតាមជាយទេអត់ទាន់ដល់ក្រុងតែម្ដងទេមានអីដូចដូរបរិយាកាសមកគេនៅជាយក្រុងបរសៃអនុម្ដងអញ្ចឹងណាហើយមកគេនៅកន្លែងនេះនៅចិត្តហ្នឹងគឺមានកន្លែងញ៉ាំអាហារពេលព្រឹកឆ្ងាញ់តែម្ដងនិយាយទៅកំពង់សោមនឹងដូចមកញឹកពេកហើយមកកន្លែងដែលគេ review តាម TikTok តាម Facebook ហ្នឹងមកចង់អស់ហើយឥឡូវដូរបរិយាកាសមកលេងនៅហាងកាហ្វេលើភ្នំម្ដងត្រូវចំណាយពេលប្រហែលជា10គីឡូជាងដែរដើម្បីជិះមកហាងកាហ្វេហ្នឹងណាគេមាន indoor ហើយនិង outdoor ហើយបរិយាកាស outdoor គេគឺថាឃើញភ្នំឃើញសមុទ្រអូយអែមណាហើយនៅនឹងក៏មានកន្លែងគេងដែរយើងអាចគេងនៅនឹងបានតែតើតាអ្នកដែលចូលចិត្តស្ងប់ស្ងាត់มันអាចគេងបានដោយសារនៅនឹងវារៀងជាយក្រុងនៅឆ្នេរព្រែកត្រែងអញ្ចឹងអត់សូវមានអ្នកទៅនឹងទេអត់សូវអ៊ូអរប្រហែលទេនៅដាច់ដライពីគេមែនប៉ុន្តែក៏គេមានអាហារមានអីញ៉ាំនៅនឹងដែរហើយបរិយាកាសគេស្អាតបុគ្គលិកគេក៏រុះរាយរាក់ទាក់ដែរហើយនៅទល់មុខហាងកាហ្វេនៅលើភ្នំហ្នឹងនៅទល់មុខហ្នឹងក៏មាន resort មួយដែលនៅជាប់ជាមួយនឹងឆ្នេរព្រែកត្រែងហ្នឹងឯងហើយ resort ហ្នឹងក៏គេមានលក់កាហ្វេលក់អីដែរយើងអត់គេងគឺយើងអាចទៅញ៉ាំកាហ្វេស្ទួយត្រីលេងស្ទួយអីនៅហ្នឹងដែរអានេះបរិយាកាសនៅឆ្នេរព្រែកត្រែងហ្នឹងណារៀងស្ងប់ស្ងាត់បន្តិចហើយប៉ុន្តែល្អសម្រាប់អ្នកដែលគាត់ចូលចិត្តស្ងប់ស្ងាត់នឹងទៅលក្ខណៈគ្រួសារអីចឹងណាចង់ទៅលេងទឹកលេងអីដែលអត់មានអ្នករំខានអីអាចទៅខាងនឹងបានស្ងប់ស្ងាត់ល្អហើយឃើញគេកំពុងតែអភិវឌ្ឍធ្វើនេះធ្វើនោះថែមដែរប្រហែលជាបន្តិចទៀតទៅមានកន្លែងលេងច្រើនហើយមនុស្សអាចនឹងអ៊ូអរជាងនឹងហើយអាហារថ្ងៃត្រង់ហើយយើងធ្វើដំណើរត្រឡប់ទៅក្រុងវិញហើយជួបគ្នាវីដេអូក្រោយបាយបាយ